លក់ដូរតើចេះអាប់ដេតច្រើនកន្លែងអីហ្នឹងធ្វើការអាប់ដេតពីមួយដំណាក់កាលទៅមួយដំណាក់កាលធ្វើឲ្យកាន់តែស្អាតទៅណាឲ្យមានភាពតាក់ទាញគឺមិនខ្វះទេភ្ញៀវចូលពុកម៉ែបងប្អូនគ្នាហើយនេះទិដ្ឋភាពនៅបុកលហុងចុងភូមិបងប្អូនតោបងត្រាណាអូបុកលហុងចុងភូមិគេតំណងណាអីលឺនេះខ្ញុំមកដល់បុកលហុងចុងភូមិហើយអញ្ចឹងខ្ញុំជឿថាពុកម៉ែបងប្អូនអ្នកស្រុកកេរីវងប្រហែលជាស្គាល់ច្បាស់ហើយដោយសារតែតោបងត្រាបុកលហុងចុងភូមិនេះគឺមានភាពល្បីល្បាញដែរពុកម៉ែបងប្អូនគ្នាកន្លែងគាត់ធ្វើជាលក្ខណៈបែបស្រុកបែបស្រែអញ្ចឹងមានតែគាត់ដើមម៉ាស៊ីមានអីពុកម៉ែបងប្អូនអូស្អាតណាស់កាលទៅមួយវគ្គនោះបែបស្អាតបែបមួយវគ្គទៅតែទៅមួយវគ្គនេះបែបស្អាតមួយវគ្គទៀតពុកម៉ែបងប្អូនអញ្ចឹងបានថាណារបស់ធម្មជាតិដែលនៅស្រុកស្រែហ្នឹងយកមកកែច្នៃចេញមកស្អាតមែនតើថាមានលក់ច្រើនមិនថាជាមីហឹលមិនថាជាបុកលហុងអីទេគឺថាមានច្រើនមែនតើមិនថាពុកម៉ែបងប្អូនចង់ហៅថាកំងអីគឺថាគាត់អាចធ្វើបានទាំងអស់ណាមិនចេះតែអីបុកលហុងមិនតែមានតែបុកលហុងឯណាស្អីក៏មានដែរពុកម៉ែបងប្អូនគ្នាពុកម៉ែបងប្អូនអូយទិដ្ឋភាពបែបស្រុកបែបស្រែមានបន្លែបង្ការផ្លែឈើចេះអូយឈៀលមែនតើពុកម៉ែបងប្អូនគ្នាអញ្ចឹងបុកលហុងបងត្រានិយាយទៅចុងភូមិអ្នកនៅស្រុកកេរីវងស្គាល់ច្បាស់ហើយពុកម៉ែបងប្អូនគ្នាតែអ្នកភ្នំពេញទេដែលគាត់ទៅលេងខាងស្រុកកេរីវងចង់រកបុកលហុងដែលមានរសជាតិឈ្ងុយឆ្ងាញ់គឺកុំភ្លេចបុកលហុងតោបងត្រាបុកលហុងចុងភូមិចង់ចលេច្រឡំពុកម៉ែបងប្អូនគ្នានិយាយទៅមួយលើកណាក៏ដោយគឺថាមានអារម្មណ៍ថាស្រស់ស្រាយមែនតើនៅបរិយាកាសបែបខ្យល់បរិសុទ្ធនៅនេះណាបងប្អូនគ្នាហើយឥឡូវគាត់កំពុងតែមានកម្រងតនៅខាងលើនោះគឺខាងលើគឺថាខ្យល់ល្វឹងល្វើយតែម្ដងសម្រាប់ពុកម៉ែបងប្អូនអង្គុយញ៉ាំអីនៅលើហ្នឹងគឺថាទី1ឃើញជួរភ្នំបាយ៉ងគឺថាអូស្រស់ស្អាតណាស់បើពេលល្ងាចថ្ងៃលិចវិញបាច់និយាយទេបងប្អូនអូយអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាដែលទៅលេងខាងស្រុកកេរីវងកុំភ្លេចតោកបងត្រាបុកលហុងចុងភូមិបាទអូបរិយាកាសខាងលើអែមណា